ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះ Chen Ming មកពីក្រុម SW 35ថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញទៅលើកិច្ចការ final របស់ខ្ញុំដែលតាក់ទងទៅនឹង website 2ទៅលើ website ទី1ទៅលើ product management website ហើយចំពោះ website ទី2ទៅលើ PS website អញ្ចឹងចំពោះជំហានដំបូងខ្ញុំអាចសូមធ្វើការបង្ហាញទៅលើ product management website ចំពោះ product management website គឺជា website ដែលយើងអាចធ្វើការបញ្ចូលផលិតផលក៏ដូចជាការកែទៅលើព័ត៌មានផលិតផលក៏ដូចជាការ delete ផលិតផលណាមួយចឹងចំពោះជំហានដំបូងខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការបញ្ចូលផលិតផលជាមុនហើយចំពោះរបៀបក្នុងការបញ្ចូលផលិតផលនៅពេលចូលទៅកាន់ website នឹងដំបូងនឹងឃើញព័ត៌មានដែលគេឲ្យយើងធ្វើការបំពេញដូចជាឈ្មោះផលិតផលប្រភេទនៃផលិតផលតម្លៃក្នុងការលក់ចេញតម្លៃក្នុងការលក់ចូលនិង product image URL នេះគឺជារូបភាពសម្រាប់ដាក់នៅក្នុង product card របស់យើងមួយចឹងចំពោះជំហានដំបូងខ្ញុំសូមធ្វើការយកផលិតផលស្បែកជើងណៃនេះដើម្បីយកជា sample ដើម្បីធ្វើការបញ្ចូលផលិតផលទាំងអស់គ្នាចំពោះជំហានដំបូងខ្ញុំអាចធ្វើការ copy ទៅលើឈ្មោះស្បែកជើងមួយហ្នឹងតមកទៀតខ្ញុំអាចធ្វើការ paste ចូលទៅកាន់កន្លែងប៊ូតុងនៃឈ្មោះផលិតផលនៃផលិតផលមួយហ្នឹងតមកទៀតខ្ញុំអាចធ្វើការដាក់ប្រភេទនៃផលិតផលមួយហ្នឹងចំពោះផលិតផលមួយហ្នឹងជាប្រភេទស្បែកជើងអញ្ចឹងខ្ញុំអាចសូមដាក់ប្រភេទវាជាប្រភេទស្បែកជើងហើយចំពោះតម្លៃនេះគឺជាតម្លៃលក់ចេញអញ្ចឹងខ្ញុំអាចសូមដាក់120ហើយចំពោះ cost នេះគឺជាតម្លៃនាំចូលអញ្ចឹងខ្ញុំអាចសូមដាក់80បាននេះហើយចំពោះ product image URL នេះយើងចង់ដាក់ក៏បានឬក៏អត់ក៏បានដែរក្នុងករណីអត់ហ្នឹងវាអត់មានរូបភាពទៅលើផលិតផលយើងអញ្ចឹងយើងអត់ដឹងថាផលិតផលហ្នឹងវារូបភាពមិនអញ្ចឹងដើម្បីងាយស្រួលក្នុងការដឹងថាផលិតផលហ្នឹងរូបភាពមិនយើងអាចចូលទៅកាន់ផលិតផលមួយហ្នឹងហើយយើងអាច click លើរូបភាពមួយហ្នឹងយើងចង់មកស្ដាំហើយបន្ទាប់មកយើងអាចធ្វើការ copy image address នេះមកបន្ទាប់មកយើងអាចធ្វើការ paste URL នៅកន្លែងនេះបានអញ្ចឹងបន្ទាប់ពីយើង paste ហើយយើងមាន function 2ទៀតសម្រាប់ប្រើប្រាស់ចំពោះ function ទី1នេះទៅលើ clear ហ្នឹងមានន័យថា clear information ដែលយើងបានបញ្ចូលឥឡូវហ្នឹងនៅពេលយើងចុច clear ហើយយើងមានន័យថាយើង clear អស់ហើយយើងត្រូវបញ្ចូលសាមីហើយចំពោះមុខងារទី2ទៅលើ sell product អញ្ចឹងនៅពេលដែលយើងធ្វើការ sell product ចំពោះព័ត៌មាននៃ product ទាំងអស់ដែលយើងបានបញ្ចូលហ្នឹងវានឹងធ្វើការ sell ទុកនៅក្នុង local storage របស់យើងអញ្ចឹងខ្ញុំអាចសូមធ្វើការ click ទៅកាន់ sell product នេះអញ្ចឹងនៅពេលយើង click sell product ហើយយើងនឹងឃើញព័ត៌មាននៃផលិតផលមួយហ្នឹងវានឹងធ្វើការធ្លាក់នៅក្នុង list ខាងក្រោមនៃ product list ខាងក្រោមព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងយើងអាចធ្វើការមើលទៅលើក្នុង local storage នៃ computer របស់យើងដោយគ្រាន់តែធ្វើការចុចមកស្ដាំចុច inspect តមកទៀតយើងអាចរក application តមកយើងអាចរកនៅកន្លែង local storage នេះយើងឃើញ link មួយអញ្ចឹងយើងនឹងឃើញឈ្មោះនៃ product របស់យើងបញ្ចូលអញ្ចឹងចំពោះ product ដែលខ្ញុំបានបញ្ចូលមិញវានៅ section index ទី4អញ្ចឹងវាឈ្មោះវានៅក្នុងខាងនេះអញ្ចឹងវារក្សាទុកនៅក្នុង local storage ទេអញ្ចឹងចំពោះព័ត៌មានដែលយើងបានបញ្ចូលនោះក្នុងករណីថាបើសិនបើយើងធ្វើការបញ្ចូលខុសឬក៏យើងចង់ធ្វើការកែតម្លៃនាំចេញនាំចូលអីចឹងតែយើងអាចធ្វើការចុចទៅកាន់ edit នៃផលិតផលមួយហ្នឹងតមកព័ត៌មានដែលយើងបានចង់ធ្វើការ edit វានឹងធ្វើការបង្ហាញខាងលើអញ្ចឹងឧទាហរណ៍ថាផលិតផលមួយនេះវាធ្វើការឡើងថ្លៃខ្ញុំអាចសូមដូរទៅកាន់200វិញហើយចំពោះតម្លៃនាំចូលវាឡើងថ្លៃដែរខ្ញុំអាចសូមដាក់100វិញអញ្ចឹងនៅពេលយើងធ្វើការកែហើយយើងគ្រាន់តែធ្វើការចុច sell product ហ្នឹងទៅចំពោះ product ហ្នឹងវានឹងធ្វើការកែតម្លៃទៅតាមហ្នឹងហើយនៅក្នុង local storage វាកែតម្លៃដូចគ្នាអញ្ចឹងចំពោះ website ទី1នេះវាគ្រាន់តែជា website ដើម្បីធ្វើការបញ្ចូលផលិតផលកែតម្លៃផលិតផលក៏ដូចជាការដាក់ភាពនៅលើផលិតផលនេះអញ្ចឹងចំពោះព័ត៌មានដែលយើងបានធ្វើការបញ្ចូលនៅក្នុងផលិតផលហ្នឹងវានឹងធ្វើការរក្សាទុកនៅក្នុង local storage ហើយចំពោះ local storage ហ្នឹងដែរយើងនឹងយកប្រើប្រាស់នៅក្នុង PS website ចំពោះមុខងារបន្ទាប់ដែលខ្ញុំចង់ធ្វើការបង្ហាញអ្នកនរគ្នាទៅលើមុខងារ delete ចំពោះមុខងារ delete នេះដែរនៅពេលណាដែល user គាត់ធ្វើការបញ្ចូលផលិតផលពីរជាន់គ្នាឬក៏ចង់ធ្វើការលុបផលិតផលណាមួយចេញពី product list របស់គាត់គ្រាន់តែធ្វើការ click ទៅកាន់ប៊ូតុង delete ទៅលើផលិតផលមួយណាដែលគាត់ចង់ធ្វើការ delete វានឹងធ្វើការ confirm ថាយើងចង់ធ្វើការ delete ផលិតផលមួយហ្នឹងមែនឬក៏អត់ទេបើសិនបើអត់ទេយើងគ្រាន់អាចធ្វើការ click cancel បានប៉ុន្តែបើសិនក្នុងករណីថាបើសិនបើយើងចង់ធ្វើការ delete ទៅលើផលិតផលមួយហ្នឹងយើងគ្រាន់តែធ្វើការ click OK វានឹងធ្វើការលុបផលិតផលមួយហ្នឹងចេញពី product list របស់យើងហើយចំពោះ local storage វាក៏បានធ្វើការលុប data នៃផលិតផលមួយហ្នឹងចេញផងដែរអញ្ចឹងចំពោះwebsite ទី1ដែលជា product management website នេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីធ្វើការបង្ហាញជូនអ្នកនរគ្នាចំពោះ website បន្ទាប់ខ្ញុំអាចធ្វើការ click ទៅកាន់ប៊ូតុង open PS នេះវានឹងធ្វើការ direct ទៅកាន់ website ទី2របស់ខ្ញុំចំពោះ website ទី2គឺជា website PS សម្រាប់ website នេះគេប្រើប្រាស់ដើម្បីធ្វើការលក់ផលិតផលជូនអតិថិជនដែលគាត់ធ្វើការទិញផលិតផលរបស់យើងអញ្ចឹងហើយចំពោះ product ដែលយើងយកមកប្រើប្រាស់សម្រាប់ធ្វើការលក់ជូនអតិថិជនគឺយើងធ្វើការបញ្ចូលចេញពី website ទី1ហើយចំពោះការប្រើប្រាស់ទៅលើ website ទី2នេះកាន់តែងាយស្រួលទៀត
នៅពេលដែលអតិថិជនគាត់ធ្វើការទិញទៅលើផលិតផលណាមួយយើងគ្រាន់តែធ្វើការ click add to cart ទៅផលិតផលនោះវានឹងធ្វើការចូលទៅកាន់ Grandy order នេះចំពោះ Grandy order នេះយើងនឹងឃើញផលិតផលដែលគាត់បានធ្វើការទិញក្នុងករណីថាគាត់ចង់ធ្វើការបង្កើនចំនួននៃផលិតផលមួយនេះយើងអាចធ្វើការ click សញ្ញាលេខបូកអាចពី3ទៅហើយក្នុងករណីថាគាត់ចង់ធ្វើការដកចំនួននៃផលិតផលមួយនឹងចេញវិញអញ្ចឹងយើងអាចប្រើប៊ូតុងសញ្ញាដកនេះបានអញ្ចឹងយើងអាចដករហូតទៅហើយចំពោះការដកហ្នឹងគឺអស់តែមួយដែលយើងបានធ្វើការកំណត់ហើយក្នុងករណីថាបើសិនបើគាត់ចង់ធ្វើការទិញផលិតផលផ្សេងទៀតយើងអាចធ្វើការចុចប៊ូតុង add to cart ហើយក្នុងករណីថាបើសិនបើផលិតផលហ្នឹងវាដូចគ្នានៅពេលយើងចុច add to cart វាគ្រាន់តែធ្វើការកើនចំនួនទេវាអត់ធ្វើការកើនទៅលើlist នៃ product ហ្នឹងនៅក្នុង Grandy order ហ្នឹងទៀតទេហើយចំពោះខាងក្រោមនេះគឺជាការ ratio ក្នុងករណីថា ratio លុយមានន័យថាតម្លៃដែលគាត់ត្រូវការបង់គឺ$500ហើយលុយខ្មែរចំនួនប៉ុណ្នេះអញ្ចឹងក្នុងករណីនេះបើសិនបើគាត់ឲ្យជា$1000យើងអាចវាយនៅក្នុងនេះ$1000វានឹងឃើញលុយអាប់នៅខាងក្រោមដែលយើងត្រូវអាប់ជូនគាត់ជាដុល្លារគឺ$500ដូចគ្នាអញ្ចឹងគាត់គ្រាន់តែធ្វើការចុចទៅកាន់ pay នោះការលក់របស់គាត់ហ្នឹងគឺជាការស្រេចទេហើយចំពោះ website ដែលខ្ញុំធ្វើការ demo នៅថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នានិងអរគុណលោកគ្រូសម្រាប់ធ្វើការទស្សនាអរគុណច្រើន